ទឹកចំនួនដល់គោរពជំរាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសបាទលោកពូមីងដែលនៅឆ្ងាយពីតំបន់បាទស្ពានថ្នល់តេនេះបាទថ្ងៃនេះបាទខ្ញុំមកដល់ស្ពានថ្នល់តេហើយមកប្រត់យកទស្សនវិជ្ជាបាទនៅលើស្ពានក៏ដូចជានៅតាមទំនប់បឹងថ្នល់តេនេះដើម្បីបង្ហាញជូនពុកម៉ែបងប្អូនទាំងអស់គ្នាបាទកុំភ្លេចជួយចុច Subscribe ឬក៏ Like ដើម្បីទទួលបាននៅវីដេអូថ្មីៗរបស់ខ្ញុំបាទទៀតបាទអញ្ចឹងស្ពានថ្នល់តេនេះដែរគឺបាទជាស្ពានមួយសម្រាប់ឲ្យបងប្អូនយើងទៅលេងទស្សនានៅខែរដូវវស្សានេះបាទពេលដែលមានទឹកហូរធ្លាក់ច្រើនហ្នឹងគឺបាទយើងនាំគ្នាទៅលេងសប្បាយបាទខែភ្ជុំខែបាទបនអុំទូកបាទតែងតែមានជាពលរដ្ឋយើងទៅលេងជារៀងរាល់ឆ្នាំបាទឥឡូវនេះបាទទឹកគឺចាប់ផ្ដើមសម្បូរបាទខែនេះគឺជន់មកហូរទំនងលេងនោះនេះនៅខាងក្រោមមានគេទៅលេងចុះលេងខាងក្រោមហ្នឹងអើយអ្នកធ្វើដំណើរគឺខាងលើបាទនេះអញ្ចឹងបាទបើសិនបើបងប្អូនចង់មកលេងអីខែនេះគឺមិនខុសបំណងទេបាទជាពិសេសថ្ងៃសៅរ៍អាទិត្យអាចមកបាននេះអញ្ចឹងនេះគឺមានមនុស្សមកលេងល្មមទេដោយសារតែទៅម៉ោង4ប្រហែលជាល្ងាចទៀតអាចនឹងមកច្រើនយ៉ាងនេះអញ្ចឹងខ្ញុំជិះកាត់ហ្នឹងអូឆ្លៀតថតជូនពុកម៉ែបងប្អូនដែលនៅឆ្ងាយទៅបាទហើយនៅក្បែរហ្នឹងគឺគេមានហាងគេមានកញ្ចុះលក់បាទម្ហូបអាហារសម្រាប់យើងញ៉ាំដូចគ្នាឥឡូវបាទហើយខាងមុខនេះក៏មានស្ពានមួយទៀតដែរបាទបងប្អូនប្រជាពលរដ្ឋយើងបាទកំពុងតែនាំគ្នាបាទបងសំណាញ់ស្ទូចត្រីអីចឹងទៅបាទនេះបាទកន្លែងនេះគឺដីគេរបងធ្វើរបងបានចិត្តហើយអត់ទាន់មានធ្វើផ្ទះទេបាទអញ្ចឹងផ្លូវនៅកន្លែងនេះគឺស្អាតល្មមជិះបាទអាចធ្វើដំណើរបានស្រួលហើយចំណែកខាងមុខនេះបាទមានបងប្អូនយើងគាត់ដាក់ជាខ្វេគេហៅខ្វេចល័តបាទគាត់ដាក់លក់បាទគាត់ដាក់លក់ខ្វេចល័តខ្វេអីចឹងទៅស្នុកបងប្អូនមកធ្វើដំណើរអស់កម្លាំងអីឈប់ហូបខ្វេមួយកែវសិនទៅបាទអញ្ចឹងនៅខាងកើតឬក៏ខាងឆ្វេងណែខ្ញុំនេះបាទជាកន្លែងចាំទារកពុកម៉ែបងប្អូនយើងមកទាច្រើនណាស់ហើយខែនេះអីទឹកសម្បូរសប្បាយមែនទេទឹកបាទចឹងស្រួលចិញ្ចឹមអត់មានប៉ះពាល់ស្រូវពីណាពីណីទេបាទសុទ្ធតែទឹកនេះចឹងឥឡូវខ្ញុំបាទបត់បាទយើងដល់ផ្លូវបត់ហើយយើងបត់ទៅតាមផ្លូវនេះគឺយើងមើលបែកខាងស្នាមដៃយើងនេះគឺបឹងអត់ទេហ្នឹងហើយទេសភាពបាទខៀវស្រងាត់សសំប្រងសិតទឹកបាទហើយផ្លូវកន្លែងនេះមានលក្ខណៈខូចបដាហើយបងយើងនៅខាងមុខបងសំណាញ់តោះឥឡូវយើងទៅមើលបងសំណាញ់ទាំងអស់គ្នាមើលយ៉ាងបានត្រីនេះអត់ហើយផ្លូវនំនេះខូចច្រើនណាស់បងបាទខូចច្រើនណាបងបាទបងប្អូនត្រង់អត់បងអូទឹកហូរបើកមកវូហ្មងរូបវិញបាន
nón đó mà tức hô ngon à Real trái chưa rồi thôi đâu đã muốn làm vườn mọi người nhất cướp nhé cho thì cháy chú lục liên ô bàn mùi đây bây giờ thấy trăm một miếng chân à đọc nãy như luôn